Part 1. សួស្តីអ្នកអរគ្នាខ្ញុំមកថ្ងៃនេះខ្ញុំមកនិយាយពីបញ្ហាសុខភាពរបស់អ្នកដែលគាត់មានជំងឺមហារីកកាពះជាមួយនឹងដុំសាច់ខួរក្បាលសប្តាហ៍ថ្ងៃខ្ញុំជាអ្នកជំងឺដែលមានបញ្ហាកាពះខ្ញុំកើតជំងឺមហារីកកាពះដំណាក់កាលរបស់ខ្ញុំទឹកចូលដំណាក់កាលទី3ទេពីមុនមានដំណាក់កាលទី2ហើយនៅ PC នៅឡើយប៉ុន្តែឥឡូវហ្នឹងវាឡើងដល់ទី3ហើយដោយសារតែខ្ញុំខ្វះការមើលថែជាមួយនឹងលក្ខណៈថាមើលវាដិតដល់ហើយខ្ញុំមានដុំសាច់ខួរក្បាលនៅបរិវេណក្បាលផ្នែកខាងឆ្វេងខ្ញុំមានបញ្ហានៅត្រង់ហ្នឹងហើយដូចអ្នកអរគ្នាបានដឹងចឹងចំពោះបញ្ហាមហារីកកាពះរបស់ខ្ញុំធ្វើការព្យាបាលជាមួយនឹងថ្នាំគីមីហើយនឹងការបាញ់កាំរស្មីហើយទទួលការព្យាបាលជាមួយនឹងថ្នាំដែលគូបែកក៏ចេញតាមជាដូចគ្នាតែវាមានបញ្ហាប៉ះពាល់ច្រើនតែលើរាងកាយរបស់ខ្ញុំជាពិសេសគឺសាច់ក្បាលរបស់ខ្ញុំគឺកោអស់ហើយដូចអ្នកអរគ្នាឃើញចឹងហើយវាអាស្រ័យទៅលើប្រភេទអ្នកជំងឺមួយឯងអ្នកខ្លះគឺគេគេងបានញ៉ាំបានប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំញ៉ាំអត់បានហើយខ្ញុំគេងអត់បានទេយប់ឡើងវាធ្វើទុកខ្លាំងនៅចន្លោះម៉ោង2ទៅម៉ោង3រាងកាយខ្ញុំធ្វើទុកខ្លាំងមែនតើហើយខ្ញុំឈឺចាប់ក្នុងខ្លួនមែនតើវាឈឺបែបដែលខ្ញុំអត់ដឹងថានិយាយបែបមិនបញ្យល់អ្នកអត់ឃើញបែបមិនបញ្យល់ទេហើយនឹងថាវាឈឺចាប់ខាងក្នុងអញ្ចឹងហើយខ្ញុំសក់គីឡូជាបន្តពីមុនខ្ញុំមានគីឡូមានចន្លោះពីគីឡូ44 45វាសមរម្យមួយកម្ពស់របស់ខ្ញុំតែឥឡូវហ្នឹងគីឡូខ្ញុំសក់មែនតើនៅសល់ត្រឹម42ពេលខ្លះ41 40ហើយគូបែកគាត់តែងតែទាមទារឲ្យខ្ញុំរក្សាគីឡូឲ្យបានគ្រប់គ្រាន់ដើម្បីពេលដែលគាត់លោកគ្រូពេទ្យចាប់ផ្ដើមធ្វើការ treatment ទៅលើយើងហ្នឹងគឺវានឹងធ្វើឲ្យរាងកាយរបស់យើងបើមិនជាយើងមានគីឡូសមរម្យទៅតាមអីដែលគ្រូពេទ្យ requirement អាហ្នឹងនៅពេលដែលសារធាតុថ្នាំចូលមកក្នុងខ្លួនយើងអាចទប់ជាប់ប៉ុន្តែគីឡូខ្ញុំគឺខ្សោយមែនតើហើយខ្ញុំមានបញ្ហាគាត់ឈាមសគឺវាធ្លាក់ចុះធ្វើគ្រូពេទ្យក៏សង្ស័យថាអាចនឹងខាងក្នុងរបស់ខ្ញុំហ្នឹងមានហូរឈាមកន្លែងណាមួយដែលខ្ញុំដឹងហើយខ្ញុំមានបញ្ហាគេអត់លក់ពាក់តាយប់ហើយចន្លោះម៉ោងដូចជាម៉ោង3ឬក៏ម៉ោង4ទៀបភ្លឺហ្នឹងគឺខ្ញុំអាសាឈាមច្រមុះខ្ញុំឈាមជាប្រចាំហ្មងតើតោះជាមួយនឹងបញ្ហាក្បាលរបស់ខ្ញុំក៏ដូចគ្នាលោកគ្រូពេទ្យគាត់បានធ្វើការ MRI មើលហើយនឹង CT scan ដូចគ្នាហើយខ្ញុំប្រាប់តាមត្រង់គឺខ្ញុំអត់ទទួលស្គាល់ការពិតទេខ្ញុំបបាក់ទទួលស្គាល់ការពិតមែនតើណាជាមួយនឹងរាងកាយរបស់យើងដែលកំពុងជួបប្រទេសហ្នឹងការធ្វើទុកដោយយើងប្រើសារធាតុគីមីហ្នឹងការព្យាបាលដោយគីមីហ្នឹងឬក៏គេហៅថាគីម៉ូឬក៏ចាក់គីមីហ្នឹងគឺដូចគ្នាធ្វើទុកណាក្តៅក្អួតជឺក្បាលហើយវិលមកប៉ះពាល់ដល់ការងារមែនតើការងារខ្ញុំរងជាការងារនៅការដ្ឋានខ្ញុំជាអតិថិជនដល់អញ្ចឹងខ្ញុំធ្វើការនៅការដ្ឋានហើយវាប៉ះពាល់មែនតើថ្ងៃខ្លះគឺខ្ញុំទុនខ្លួនអស់កម្លាំងខ្ញុំមួយដេកខ្ញុំតម្លាក់ខ្លួនដេកនៅកន្លែងធ្វើការក៏មានដែរតែដោយសារខ្ញុំប៉ះតកាយល្អដែរគាត់យកច្រើនណាគាត់ដឹងថាខ្ញុំឈឺចឹងគឺគាត់អត់ស្រួលខ្ញុំចោះផ្សាយខ្ញុំមិនចង់អីទេគាត់ឲ្យខ្ញុំសម្រាប់នៅ office ច្រើនធ្វើមកការងារឯកសារវិញហើយខ្ញុំដើរឆាប់ហត់ដែលសំខាន់ដុំសាច់នៅលើក្បាលខ្ញុំហ្នឹងគឺវាប៉ះពាល់ជាច្រើនកន្លែងដូចពេលខ្លះខ្ញុំដើរអត់ដឹងថាវាសកត់កន្លែងណាទេវាអាចនឹងសកត់ទៅលើសរសៃណាមួយនៅក្នុងក្បាលខ្ញុំដូចជាសរសៃដែលតាក់ទងមួយចាក់កុកមានណាពេលដែលវាសកត់ពឹបផ្នែកខ្ញុំអត់ទេខ្ញុំមើលអត់ឃើញ5នាទីបន្លមកវិញក៏មានដែរពេលខ្លះខ្ញុំបាត់បង់ទៅលើការស្ដាប់ទាំងអស់មានទៅមកទៅវាត្រឡប់មកវិញក៏ចំណាយពេលច្រើនទីដូចគ្នាហើយខ្ញុំនៅតែបន្តតាមដានអញ្ចឹងចំពោះថ្លៃចំណាយខ្ញុំប្រើពូសសក៏វាបានទៅលើការចាក់គីមីកាពះរបស់ខ្ញុំថ្នាំពេទ្យហើយនឹងថ្លៃស្នាក់នៅប៉ុន្តែទៅលើគូក្បាលដូចជាការ MRI ជាមួយនឹងផ្សេងៗគឺអាចគូវាបានប្រហែល%ដែរអត់អាចបានទាំងអស់ទេខ្ញុំព្យាយាមបន្តព្យាបាលហើយរាល់ពេលដែលខ្ញុំទៅធ្វើគីមីក៏ពេលវេលាហ្នឹងគឺជុំគឺក្តៅជុំអស់ហើយសក់ក្បាលអត់មានទេតែកន្លែងហ្នឹងខ្ញុំគ្លីអ៊ំអីហ្នឹងក៏ត្រូវជុំតែកន្លែងណាមានគឺត្រូវទាំងអស់ហើយខ្ញុំទទួលការរើសអើងពីសង្គមគេអត់ខ្លាំងណាបើអ្នកធ្វើការមួយគ្នាហ្នឹងគេអត់រើសអើងខ្ញុំទេគេយល់ពីស្ថានភាពរបស់ខ្ញុំគេដែររើសអើងទេគេដឹងតែប្រភេទជំងឺរបស់ខ្ញុំហ្នឹងមិនមែនជាជំងឺឆ្លងតាមការនិយាយគ្នាភាសាតាក់ទងឬមួយក៏ការអោបការថើបទេណាខ្ញុំនិយាយឲ្យដល់ទៅតែវាអត់មានថើបទេគាត់តែភាសាតាក់ទងធម្មតាអញ្ចឹងអាហ្នឹងក៏អត់មានការឆ្លងដែរពួកគាត់ដឹងពួកគាត់យល់ពួកគាត់អត់មានបញ្ហាទេប៉ុន្តែចំពោះអ្នកក្រៅផ្សេងណាគាត់ឃើញយើងអញ្ចឹងគឺគាត់ដូចជារៀង aggressive គាត់ខ្លាចឆ្លងគាត់ខ្លាចយើងចម្លងបញ្ហាជំងឺកាពះយើងមកក៏ក្បាលអាដុំសាច់យើងណាឆ្លងទៅគាត់តែការពិតវាអត់មានជាជំងឺឆ្លងខ្ញុំអត់កើតជំងឺថ្លើមទេណាសុខភាពខ្ញុំអត់មានជំងឺប៉ះពាល់នឹងថ្លើមទេមានតែប៉ុណ្្នឹងទេហើយខ្ញុំទទួលបានខ្ញុំពិបាកចេញក្រៅមែនតើរាល់ពេលដែលខ្ញុំចេញក្រៅម្ដងខ្ញុំត្រូវប្រឈមមួយភ្នែកជាច្រើនតែគាត់សម្លឹងមើលខ្ញុំគាត់សម្លឹងមើលខ្ញុំហើយខ្ញុំមានអារម្មណ៍ថាគេមើលខ្ញុំខ្មាស់គេដោយសារក្បាលខ្ញុំអត់សក់ខ្ញុំទៅទិញសក់ពាក់ខ្ញុំមកពាក់ដែរតែដូចអ្នកអរគ្នាដឹងស្រាប់ហើយសក់ពាក់ទោះបីជាមិនពាក់ទៅក៏វាមានជ្រុះវាអត់កើតទេវាអត់ជាប់នៅក្បាលយើងទេហើយពេលខ្លះដើរទៅវាកន្លែងអញ្ចឹងទៅពេលខ្លះខ្ញុំក្តៅពេកខ្ញុំទ្រាំមិនបាញ់មិនអាចពាក់ទេដោយសារតែរាងកាយខ្ញុំចន្លោះពេលថ្ងៃត្រង់ហ្នឹងគឺក្តៅជាប់ហ្មងក្តៅជាប្រចាំដោយសារមកពីបញ្ហាស្ទើរទៅបោះថ្នាំទេវាធ្វើឲ្យខ្ញុំក្តៅពេកថ្ងៃពេលល្ងាចអីចឹងក្តៅជាប់ដល់ល្ងាចម៉ោង4ហ្នឹងមិនជប់ចឹងខ្ញុំដោះសក់ហ្នឹងហើយពាក់មួកអញ្ចឹងខ្ញុំពិបាកទទួលយកខ្សែភ្នែកដែលគេមើលមកខ្ញុំមែនតើគេមើលមកខ្ញុំដូចសាច់ចម្លែកចឹងខ្ញុំដើរចូលហាងខ្ញុំចូលកន្លែងញ៉ាំអីខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចសាច់ចម្លែកចឹងហើយខ្ញុំអត់ធ្ងន់ទេណាជាមួយនឹងភាសាភ្នែកដែលគេមើលមកខ្ញុំខ្ញុំឃ្លានរបស់នឹងខ្ញុំត្រូវតរបស់មួយចំនួនជាច្រើនយ៉ាងដែលពេទ្យគេឲ្យតប៉ុន្តែដោយសារពេទ្យគេតម្រូវឲ្យខ្ញុំញ៉ាំឲ្យបានទៀងទាត់ដើម្បីរក្សាគីឡូហាត់ប្រាណធ្វើការហាត់ប្រាណជាប្រចាំហើយព្យាយាមធ្វើឲ្យរក្សាគីឡូមកសក់ពេកឲ្យគីឡូយើងនឹងត្រូវទៅនៅក្នុងចំណុចមួយដែលអាចដែលរាងកាយយើងអាចទ្រាំទ្របានមិនឡើងគីឡូពេកមិនសក់គីឡូពេកតែគីឡូខ្ញុំសក់ច្រើនតែសក់4-5គីឡូក្នុងពេលមួយអាទិត្យក៏មានដែរពេលខ្លះសក់មួយខែហ្នឹង4-5គីឡូឡើងវិញទេក៏មានដែរដល់ចឹងណា
nhung thử con chất đa châu hàng đó để cái sản lượng mưa nhung cũng kia chẳng nhung bảo thứ chất đấy nhung vậy tam tổ cái mưa máu đi nhung sắp lại chẳng đẹp cái dối cái nợ tay đẹp cái ớt dối cái đấy hay nhung viên càng nghe freelance khang khẳng tiết nhung chỉ cục biển đấy nhung biển không ai chặt thì cũng bóc từng chặt thì bay nhung biển qua chỉ sao ông lẽ tại nó bây giờ nhung chứ nhung chặt đám phụ sở nhung thử chụp biển này phụ không ai có lại nhung cỡ khác chứ nhung đặt mẹ xong của xa bao cái này nhung biển đấy cả qua thanh xong chụp bằng tay cũng mọi người gọi bên bằng hệ chẳng anh ấy như ở tôi gọi cái nó không ai gọi vô thì tại mình không bao giờ muốn gọi vô hết còn nó thật lại nhung tiền đợi chẳng nhung nhà làm ta dùng như dùng tiền nè đây cái dối cái thực chất tay nè cái dối kia là đấy mình tập nó ta còn trong lớp chất này để có công tập chưa được cái gì mình thay mẹ chưa mệt cả đau chưa đau tầm này ca ra cả đau còn có bị sầm nhẹ kèm chấm công sẽ làm với cái chung như vậy những thằng đó những bạn tôi do bồi trong anh thì tôi hay đây kia giống ở thốt hay bay thiên từ mà sàn lỗ những kia ai tập một bài được nào ai bài sàn lỗ anh đang tôi cho thằng đang chọn còn chia tê anh nhấp nhà tận này sàn mưa mà căn điện người có phết nâng cơn còn chân ngày anh sàn mưa còn không đây là ngày anh khai ngày cô tận sắc xa bị phết cho người cho bác sân đấy xây cũng có miếng này AI ở trên trời này xây ở cho bác sân hay trăm viên lại thay này anh khai có được một con ហើយមួយវិញទៀតខ្ញុំចង់ផ្ដាំទៅអ្នកដែលគាត់អាសាដាច់យប់គាត់ងុកមួយការងារគាត់ធ្វើការដាច់យប់ដូចខ្ញុំអញ្ចឹងខ្ញុំធ្វើការដាច់យប់ការខ្ញុំនៅរៀនគឺខ្ញុំរៀនពីចន្លោះម៉ោង7ព្រឹកដល់ម៉ោង5ល្ងាចហើយខ្ញុំទៅបន្តការងារពេលយប់នៅចន្លោះម៉ោង9យប់រហូតដល់ម៉ោង5ភ្លឺវិញហើយក្នុងចន្លោះពីម៉ោង6កន្លះទៅដល់ម៉ោង8កន្លះហ្នឹងខ្ញុំទៅរៀនយប់មកជំនាញទៀតជំនាញផ្សេងអញ្ចឹងមិនន័យថាខ្ញុំបានជាប់រហូតហើយឡងពេលដែលខ្ញុំឈឺហ្នឹងខ្ញុំអត់ដឹងខ្លួនឯងឈឺទេតាក់ទងជាមួយនឹងបញ្ហាកាពះហ្នឹងវាគាត់តែឈឺចុកធម្មតាខ្ញុំបានទៅពេទ្យបណ្ឌិតអីទេខ្ញុំគាត់ថាវាគាត់តែឈឺធម្មតាខ្ញុំបន្តលេបថ្នាំកាពះការពារចឹងទៅហើយក្បាលខ្ញុំក៏ដូចគ្នាខ្ញុំគាត់ថាវាប្រហែលជាមិនមានបញ្ហាអីទេវាអាចឈឺដោយសារកំឡុងពេលដែលខ្ញុំកំពុងធ្វើការហើយខ្ញុំងុកមួយការងារមែនតើកំឡុងពេលហ្នឹងគឺខ្ញុំរកលុយបានណាចន្លោះពីគិតមើលពីព្រឹកពីម៉ោង7ព្រឹករហូតដល់ម៉ោង5ល្ងាចហ្នឹងគឺខ្ញុំរៀនហ្វូហើយពីម៉ោង5កន្លះខ្ញុំត្រូវទៅដល់សាលាមួយទៀតខ្ញុំ start ចូលពីម៉ោង6រហូតដល់ម៉ោង8ម៉ោង6ដល់ម៉ោង8ខ្ញុំលែត1ម៉ោងដំបូងបាត់ហើយគេទៅចូល5កន្លះតែខ្ញុំតើតដល់ចឹងទៅខ្ញុំ start ពីម៉ោង8 6រហូតដល់8ខ្ញុំចេញពីម៉ោង8ហ្នឹងខ្ញុំត្រូវទៅធ្វើការមកកន្លែងទៀតដែលការងារមកកន្លែងទៀតគឺចូលម៉ោង9ហើយវាទីតាំងឆ្ងាយពីកន្លែងដែលខ្ញុំរៀនសាលាដែលខ្ញុំរៀនមកជំនាញទៀតហ្នឹងពេលយប់គឺឆ្ងាយដែរខ្ញុំជិះទៅចំណាយពេលកន្លះម៉ោងគឺម៉ោងទៅដល់ម៉ោង9ចូលធ្វើការខ្ញុំstand by តែខ្ញុំធ្វើការងារយប់មកកន្លែងទៀតហើយវារកបានណាចំណូលគឺរកបានតែខ្ញុំវក់នឹងការអស់លុយនឹងហ្មងរហូតដល់ម៉ោង5ភ្លឺម៉ោង5ភ្លឺខ្ញុំដេកចន្លោះបានទៅម៉ោង4ម៉ោង5ភ្លឺទេម៉ោង3ម៉ោង4 5ភ្លឺហ្នឹងគឺខ្ញុំអាចដេកបានដោយសារម៉ោងនេះអត់ទៅធ្វើការងារចឹងទៅខ្ញុំឆ្លៀតដេកហើយខ្ញុំធ្វើជុំបាន1ម៉ោងទៅ2ម៉ោងចូលមកដល់ម៉ោង7ខ្ញុំចូលរៀនទៀតប៉ុន្តែរៀនអនឡាញអញ្ចឹងវាងាយស្រួលសម្រាប់ខ្ញុំដែរខ្ញុំអាចឆ្លៀតពេលគេងបានខ្លះអញ្ចឹងណាអាចឆ្លៀតសង្ងំគេងបានខ្លះតែក្រោយមកទៀតខ្ញុំចូលការងារនៅក្នុងហ៊ុនចិនមួយក្នុងហ៊ុនសំណង់ណាខ្ញុំទៅធ្វើតាក់មែនគេអាហ្នឹងខ្ញុំចូលការងារហ្នឹងទៅខ្ញុំចាប់ផ្ដើមរៀនអនឡាញបណ្ដាជួយអនឡាញខ្លះបណ្ដាខ្ញុំធ្វើការគេបណ្ដាគឺម៉ោងនេះមកបានដេកទេប៉ុន្តែគាត់ថាខ្ញុំសប្បាយចិត្តនឹងអីដែលខ្ញុំចំណូលរៀនមកបានណាហើយខ្ញុំរហូតដល់ពេលមួយខ្ញុំចាប់ផ្ដើមរៀនអត់ស្រួលខ្លាំងខ្ញុំស្លាប់នៅក្នុងបន្ទប់មានសាច់ញាតិខ្ញុំគាត់យកខ្ញុំទៅប៉ែតហើយកាលនោះក៏វាអត់ទាន់មានបញ្ហានឹងកើតឡើងដែរខ្ញុំសាច់អត់ទាន់ឃើញក្រោយមកបន្ទាប់ពីបញ្ចប់ការរៀនអនឡាញខ្ញុំត្រឡប់ទៅចូលរៀននៅសាលាវិញរហូតដល់រៀនចប់រហូតដល់ខ្ញុំចេញទៅការរហូតមកដល់ពេលឡើងពេលដែលខ្ញុំធ្លាក់ឈឺមែនតើណាចំណូលដេញផងបានតោះហ្នឹងសឹងយកមកមើលខ្លួនឯងជាវាចំណាយច្រើនណាទៅលើជំងឺរបស់ខ្ញុំអញ្ចឹងខ្ញុំផ្ដាំផ្ញើទៅកាន់អ្នកដែលគាត់ធ្វើការដាច់យប់ឬមកអ្នកដែលកំពុងខំប្រឹងរៀនដាច់យប់ជាពិសេសសិស្សអាកាតិកសិស្សសំណងហ្នឹងដែលកំពុងតែការពិសាណាដាច់យប់ដាច់ថ្ងៃនឹងធ្វើការដែលអត់សម្រាប់អត់អីនឹងញ៉ាំភេសជ្ជៈអត់ល្អញ៉ាំអាហារដែលមានជាតិគីមីគ្រឿងកំប៉ុងអត់គេអត់អីនឹងខ្ញុំផ្ដាំណាអូនលុយមួយចំនួនដែលអូនកំពុងខំប្រឹងឥឡូវហ្នឹងការងារ freelance ដែលអូនកំពុងរកការងារសាលាដែលអូនកំពុងធ្វើអូនកំពុងដាក់សម្ពាធខ្លួនឯងហ្នឹងអាចផ្ដល់ផលល្អទៅថ្ងៃក្រោយសម្រាប់ខ្លួនឯងដល់ពេលឯងជួបប្រទះនឹងបញ្ហាហ្នឹងមែនតើអូនឯងអាចនឹងស្ដាយក្រោយនៅពេលក្រោយអញ្ចឹងខ្ញុំផ្ដាំធ្វើអីក៏ដោយស្រឡាញ់សុខភាពបានច្រើនព្រោះពេលដែលឈឺលុយដែលយើងខំមកបានទាំងអស់ហ្នឹងយកមករ៉ាប់រងសុខភាពយើងអត់បានទេហើយទិញសុខភាពយើងទៅវិញអត់បានទៀតហើយយើងអង្គុយស្ដាយក្រោយនៅនឹងហើយថ្ងៃក្រោយយើងអាចខ្លាចជាបន្ទុករបស់អ្នកផ្ទះរបស់គ្រួសាររបស់អ្នកដែលជុំវិញខ្លួនយើងឲ្យគេពិបាកដោយសារយើងទៀតអញ្ចឹងខ្ញុំនៅតែណែនាំទៀតស្រឡាញ់សុខភាពហើយកុំធ្វើការលើកកំណត់គេឲ្យបានគ្រប់គ្រាន់ខ្ញុំឲ្យបានឆ្អែតធ្វើអីដែលសុបាយចិត្តឲ្យផ្លូវចិត្តសុខភាពផ្លូវចិត្តខ្លួនឯងសុបាយហើយសុខភាពរាងកាយក៏ធូរទៅតាមនឹងដែររឿងផ្សេងចាំគិតតាមក្រោយហើយមានប៉ុណ្្នឹងក៏ផ្ដាំផ្ញើឲ្យចង់ចែកម្លែកទៅប៉ុណ្្នឹងតាក់ទងបាក់សាជំងឺរបស់ខ្ញុំនឹងបាក់សាជីវិតខ្ញុំដែលជួបប្រទះមកកន្លងមកថាហេតុអីកើតជំងឺនឹងវាវិវត្តមកពីអីចឹងហើយខ្ញុំក៏មានបញ្ហាស្រានដែរមិនថាអត់ទេវាមានបញ្ហាស្រានទៅពីខាងដូនតាអីចឹងក៏មានបញ្ហានឹងតែខ្ញុំអត់និយាយអាហ្នឹងទេគាត់ខ្ញុំចង់ប្រាប់ថាស្រឡាញ់ខ្លួនឯងបានច្រើនពួកពេលដែលឈឺអ្នកផ្ទះអាចមើលយើងប៉ុន្តែសុខភាពរាងកាយយើងទាំងក្នុងនិងក្រៅគឺយើងរ៉ាប់រងខ្លួនឯងពិបាកខ្លាំង